3ចំណុចសំខាន់ដែលបងប្អូនត្រូវត្រៀមប្រសិនបើបងប្អូនចង់ផ្លាស់ប្ដូរពី CEO ស្ថាប័នលុយរាប់ដែលជាស្ថាប័នមិនស្របច្បាប់មកធ្វើការនៅក្នុងស្ថាប័នធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ3រឿងសំខាន់ទី1គឺតាក់ទងទៅនឹងការអប់រំមានន័យថាអូនត្រូវតែមានសញ្ញាបត្របាក់ឌុបយ៉ាងទាបឬក៏បរិញ្ញាបត្រឬក៏កំពុងតែសិក្សាថ្នាក់មហាវិទ្យាល័យប្រសិនបើអូនធ្លាក់បាក់ឌុបអូនអាចបន្តរៀនថ្នាក់បរិញ្ញាបត្រទៅអញ្ចឹងមានន័យថាអូនមានសញ្ញាបត្រដែលតម្លៃធំជាងឬក៏ស្មើបាក់ឌុបបាត់ទៅហើយអញ្ចឹងសម្រាប់អ្នកជាប់ឬក៏អ្នកធ្លាក់បាក់ឌុបអត់បញ្ហាទេប៉ុន្តែលើកទឹកចិត្តចំណុចសំខាន់ទី1នេះឲ្យបងប្អូនរៀនបន្តថ្នាក់មហាវិទ្យាល័យដើម្បីមានសញ្ញាបត្រឆ្លើយតបទៅនឹងតម្រូវការរបស់គេហើយប្រសិនបើអូនមានសញ្ញាបត្របញ្ញាបត្រទៀតកាន់តែប្រសើរតែប្រសិនបើមានត្រឹមបាក់ឌុបឬក៏ធ្លាក់បាក់ឌុបអូនកុំប៉ុណ្្នឹងអូនត្រូវតែបន្តរៀនថ្នាក់បញ្ញាបត្រឆ្នាំទី1ឆ្នាំទី2ហ្នឹងយើងអាចចាប់ផ្ដើមសាកល្បងក្នុងការផ្លាស់ប្ដូរបានអូខេចំណុចសំខាន់ទី2តាក់ទងទៅនឹងដំណើរការនៃការធ្វើអនុទានអូនប្រហែលជាគិតថាខ្ញុំអូខេហើយត្រង់ចំណុចនេះដោយសារអូនធ្វើអនុទានរាល់ថ្ងៃជាមួយនឹងស្ថាប័នលុយរាប់ដែលអូនកំពុងតែធ្វើក៏ប៉ុន្តែនីតិវិធីនិងរបៀបនៃការធ្វើគឺអាចនិយាយថាខុសគ្នាដោយសារជាទូទៅអ្នកខ្លះខ្ញុំជួបបងប្អូនខ្លះអនុទានគាត់ដឹងត្រឹមតែពាក្យ2ម៉ាត់ទេគឺឲ្យខ្ចីហើយសងត្រឡប់មកវិញអញ្ចឹងយកលុយឲ្យគេខ្ចីបន្ទាប់មកទៅទាលុយវិញក៏ប៉ុន្តែមែនទៅអនុទាននៅក្នុងដំណើរការនៃការធ្វើអនុទានមិនតែប៉ុណ្្នឹងទេយើងចាប់ផ្ដើមនិយាយអំពីដំណើរការនៃការផ្សព្វផ្សាយផលិតផលសេវាកម្មរបស់ស្ថាប័នរបស់យើងតើផលិតផលសេវាកម្មរបស់ស្ថាប័នរបស់យើងមានភាពបត់បែនមានចំណុចពិសេសមានលក្ខណៈល្អប្រសើររបៀបម៉េចដែលតាក់ទាញអតិថិជនហើយជាយុទ្ធសាស្ត្រប្រសិនបើយើងមើលស្ថាប័នដែលមិនស្របច្បាប់ស្ថាប័នលុយរាប់នេះគឺគាត់ទៅបំពេញបន្ថែមឬក៏ដាក់ពីលើអតិថិជនដែលកំពុងតែខ្ចីលុយស្ថាប័នធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានស្រាប់អញ្ចឹងគឺគាត់ទៅដាក់ពីលើប៉ុន្តែជាយុទ្ធសាស្ត្ររបស់ធនាគារនីមួយគាត់ប្រកួតប្រជែងគ្នាគាត់អត់ដាក់ជន់គ្នាទេក៏ប៉ុន្តែគឺគាត់ refinance មានន័យថាគាត់ដាក់ហើយដើម្បីឲ្យអតិថិជននឹងយកលុយទៅបង់ផ្ដាច់ស្ថាប័នដែលកំពុងតែគាត់ប្រើប្រាស់ហើយមកប្រើប្រាស់តែស្ថាប័នរបស់គាត់នេះគឺជាយុទ្ធសាស្ត្រផ្សេងគ្នាអញ្ចឹងលក់បន្ទាប់មកវាយតម្លៃទៅលើអតិថិជនទៅតាមគោលការណ៍ 5C ហើយអ្នកខ្លះក៏ប្រើអ្នកខ្លះក៏មិនប្រើប៉ុន្តែ concept និងចំណេះដឹងមូលដ្ឋានចំណេះដឹងទៅលើ 5C អូនត្រូវតែមានបន្ទាប់មកទៀតវាយតម្លៃគ្រប់ជ្រុងជ្រោយហើយយើងសម្រេចចិត្តថាបញ្ចេញហើយយើងចាប់ផ្ដើមបញ្ចេញអនុទានហ្នឹងដែលអាចគាត់ទៅបើកលុយជាមួយនឹងបេឡាទីកាឬក៏អីចឹងទៅបន្ទាប់មកយើងតាមដាននិងត្រួតពិនិត្យហើយចុងក្រោយប្រមូលអនុទានហ្នឹងត្រឡប់មកវិញដោយមានរបៀបនៃការប្រមូលហ្នឹងច្រើនអាចទៅប្រមូលផ្ទាល់ស្ថាប័នខ្លះអត់ទេគឺគាត់អាចបង់តាមរយៈ app របស់ធនាគាររបស់គាត់អាចបង់តាមរយៈភ្នាក់ងារឬក៏អីចឹងទៅអញ្ចឹងវិធីសាស្ត្រនៃការសងត្រឡប់ហ្នឹងគឺមានច្រើនសម្រាប់ស្ថាប័នធនាគារឬក៏ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយទៀតប្រសិនបើអតិថិជនមានបញ្ហាយើងឈានចូលដល់ដំណាក់កាលការដោះស្រាយបញ្ហាហើយការដោះស្រាយបញ្ហានេះក៏មានភាពខុសប្លែកគ្នាមួយចំនួនដែរដោយសារអនុទានមិនជាអំណោយទេឲ្យត្រូវសងត្រឡប់មកវិញក្នុងករណីមានបញ្ហាត្រូវការដោះស្រាយក៏ប៉ុន្តែរក្សាឲ្យបាននៅក្រមសីលធម៌វិជ្ជាជីវៈមិនមែនដោះឲ្យតែបានមិនខ្វល់ពីបញ្ហា
ផ្សេងផ្សេងទេអានេះគឺជាអ្វីដែលមានការប្រែប្រួលហើយនឹងស្ថាប័នគេយកចិត្តទុកដាក់ចំណុចសំខាន់ទី3ខ្ញុំបាននិយាយចូលមួយចំនួនហើយមិននេះគឺតកតងទៅនឹងក្រមសីលធម៌វិជ្ជាជីវៈមានន័យថាអនុទានមិនគ្រាន់តែការឲ្យលុយខ្ចីហើយសងត្រឡប់មកវិញទេអញ្ចឹងនៅក្នុងដំណើរការនីមួយត្រូវតែផ្សារភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈខ្ញុំលើកឧទាហរណ៍រឿងមួយresponsible lending ដែលជាតម្រូវពីធនាគារជាតិនៃកម្ពុជាគ្រប់ធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាប័នដែលស្ថិតនៅក្រោមធនាគារជាតិទាំងអស់បុគ្គលិកត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលមួយនឹងពីធនាគារជាតិនៃកម្ពុជាដែលមានការទទួលស្គាល់អូខេមាន certificate អញ្ចឹងទៅប៉ុន្តែខ្លឹមសារនៃ responsible lending ហ្នឹងគឺអីគេគឺគោលបំណងតែមួយគឺការជំរុញឲ្យបុគ្គលិកហ្នឹងធ្វើការប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈហើយក្រមសីលធម៌វិជ្ជាជីវៈហ្នឹងស្អីគេដែលយើងអាចរៀនសូត្របានហើយខ្ញុំលើកទឹកចិត្តហើយបងប្អូនអាចទៅធ្វើការសិក្សាស្រាវជ្រាវហើយទៅលើ CPP ហ្នឹងជាចំណេះដឹងទូទៅដែលយើងអាច search តាមអ៊ីនធឺណិតChatGPT ក៏អាចឃើញដែរហើយស្វែងយល់ពីវាគឺ client protection principle ជាគោលការណ៍នៃការការពារអតិថិជនប្រសិនបើអូនយល់អំពី CPP មានន័យថាវាឆ្លើយតបទៅនឹង responsible lending ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជាហើយអញ្ចឹងតើCPP client protection principle គោលការណ៍នៃការការពារអតិថិជនហ្នឹងដែលមាន7 8ចំណុចហ្នឹងមានស្អីគេខ្លះអូនអាចទៅមើលប៉ុន្តែអ្វីដែលខ្ញុំចង់ចែកម្លែកគឺវាក្តោបប្រមាណរឿងសំខាន់នៅក្នុងហ្នឹងគឺមាន7ចំណុចប៉ុន្តែខ្ញុំនិយាយក្តោបតែម្ដងថាគឺវាបង្ហាញមានថាក្នុងនាមជាអ្នកធ្វើអនុទានក្នុងនាមជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈហើយតម្លាភាពស្មើភាពគ្នារវាងអតិថិជននិងស្ថាប័នអញ្ចឹងហើយនិយាយទាំងអស់និយាយតាំងពីការដោះស្រាយបញ្ហានិយាយតាំងពីការវាយតម្លៃកម្ចីនិយាយតាំងពីតម្លៃដែលយើងដាក់តម្លៃដែលយើងប្រាប់ទៅកាន់អតិថិជននឹងត្រូវតែតម្លាភាពនិងស្មើភាពគ្នាអីហ្នឹងការជ្រើសរើសផលិតផលសេវាកម្មដោយឯករាជ្យទាំងអស់ហ្នឹងគឺជាអ្វីដែលមានចែងនៅក្នុង client protection principle CPP ដែលវាឆ្លើយតបទៅនឹងអ្វីដែលធនាគារជាតិបានកំណត់គឺ responsible lending អញ្ចឹងសរុបមកវិញ3ចំណុចសំខាន់នៅមានចំណុចច្រើនទៀតប៉ុន្តែ3ចំណុចសំខាន់ដែលបងអូនគួរត្រៀមទី1ចំណេះដឹងទូទៅអូនត្រូវតែមានសញ្ញាបត្របាក់ឌុបតែបើធ្លាក់បាក់ឌុបត្រូវតែរៀនបន្តថ្នាក់បញ្ញាបត្រចឹងទៅដើម្បីឲ្យយើងមានសញ្ញាបត្រធំជាងឬក៏ស្មើបាក់ឌុបទៅស្ថាប័នធនាគារឬក៏មីក្រូហិរញ្ញវត្ថុហ្នឹងទទួលយកចំណុចសំខាន់ទី2ដំណើរការនៃការធ្វើអនុទានវាលើសពីការឲ្យខ្ចីនិងសងត្រឡប់វាមានដំណើរការនិងដំណាក់កាលជាច្រើនដែលយើងត្រូវសិក្សារៀនសូត្រហើយចុងក្រោយយើងនឹងនិយាយអំពីក្រមសីលធម៌វិជ្ជាជីវៈធ្វើអនុទានឲ្យលុយខ្ចីសងត្រឡប់ចង់ចំណេញក៏ប៉ុន្តែត្រូវតែរក្សាឲ្យបាននៅក្រមសីលធម៌វិជ្ជាជីវៈអូខេអរគុណច្រើន